ឈឺសន្លាក់ដោយសារការរលាកសន្លាក់មែនទេបងប្អូនតោះនៅថ្ងៃនេះនាងខ្ញុំនឹងចែករំលែកពីវិធីធ្វើប្រេងលាបដើម្បីជួយព្យាបាលនិងកាត់បន្ថយការឈឺចាប់របស់បងប្អូនបានតើបងប្អូនចូលទៅមើលពីវិធីធ្វើទាំងអស់គ្នាបងប្អូនចូលចិត្តវីដេអូនាងខ្ញុំកុំភ្លេចជួយ like និង follow page ម្នាក់មួយផងសម្រាប់ការធ្វើប្រេងលាបជួយព្យាបាលការរ៉ាក់ឈឺជោគចាប់សន្លាក់នេះបងប្អូនគឺមានខ្លាញ់ត្រីហើយនិងល្ងតែសម្រាប់ល្ងបងប្អូនអាចយកល្ងសក៏បានខ្មៅក៏បានតែនាងខ្ញុំធ្វើថ្ងៃនេះនាងខ្ញុំយកល្ងពណ៌សសម្រាប់ខ្លាញ់ត្រីបងប្អូនយកខ្លាញ់ត្រីឆ្ដោក៏បានខ្លាញ់ត្រីរ៉ស់ក៏បានពីព្រោះយើងងាយស្រួលនឹងរកបងប្អូនសម្រាប់ខ្លាញ់ត្រីហើយនិងល្ងបងប្អូនត្រូវយកបរិមាណស្មើគ្នាបើបងប្អូនធ្វើច្រើនបងប្អូនយកដាក់ច្រើនបើបងប្អូនធ្វើតិចបងប្អូនដាក់តិចទៅចំណុះវាគឺស្មើគ្នាបន្ទាប់មកបងប្អូនត្រូវយកខ្លាញ់ត្រីទៅដាក់រំងាស់ឲ្យចេញបន្តិចឲ្យចេញខ្លាញ់បន្តិចហើយបងប្អូនចាក់ល្ងចូលទៅបងប្អូនត្រូវបន្តរំងាស់ខ្លាញ់ត្រីជាមួយនឹងល្ងនេះដោយប្រើភ្លើងតិចរឹមបើសិនជាបងប្អូនប្រើខ្ជុងល្អបើប្រើហ្គាសវារៀងចំណាយពេលយូរដោយសាររំងាស់ប្រេងល្ងជាមួយនឹងខ្លាញ់ត្រីនេះគឺប្រើពេលប្រហែលជា2ម៉ោងអីទៅវាចេញប្រេងល្ងអស់ហើយវាប្រើទៅមានប្រសិទ្ធភាពល្អនៅពេលដែលបងប្អូនរំងាស់ហើយខ្លាក់ធម្មតាខ្លាញ់ត្រីគឺមានជាតិទឹកតិចបងប្អូនត្រូវរំងាស់ឲ្យខាសប្រហែលជា2ម៉ោងទៅដាក់ភ្លើងតិចបន្ទាប់មកវាគឺវាចេញសភាពបែបនេះបងប្អូនហើយសម្រាប់ការល្ងជាមួយនឹងខ្លាញ់ត្រីដែលនៅសំណល់ហ្នឹងបងប្អូនត្រូវយកវត្ថុអីក៏បានដែរយកមកគៀបឲ្យចេញឲ្យស្ងួតបន្ទាប់មកបងប្អូនយកកាកវាបោះចោលហើយយើងយកតែប្រេងវាយកមករក្សាទុកទេពេលដែលបងប្អូនធ្វើរួចហើយប្រេងនេះត្រជាក់បងប្អូនអាចយកមកប្រើបានហើយសម្រាប់ការប្រើប្រាស់នេះដែរនៅពេលដែលបងប្អូនឈឺក្បាលជង្គង់ឬក៏ឈឺកែងដៃឬក៏ឈឺកែងជើងបងប្អូនត្រូវលាបវាមួយថ្ងៃ2ឬ3ដងអាស្រ័យលើបងប្អូនមានពេលវេលាលាបងប្អូនប្រើប្រេងនេះរយៈពេលពី2ទៅ3សប្តាហ៍បងប្អូននឹងឃើញប្រសិទ្ធភាពរបស់វាបាត់ឈឺបន្តិចម្ដងហើយបងប្អូននៅតែបន្តលាបរហូតដល់បងប្អូនជាសះស្បើយប្រេងនេះពិតជាមានប្រសិទ្ធភាពមែនបងប្អូនដោយសារនាងខ្ញុំធ្លាប់ប្រើរួចមកហើយប្រហែលជារយៈពេល2ឆ្នាំហើយសម្រាប់វីដេអូចែករំលែកនៅថ្ងៃនេះមានតែប៉ុណ្្នឹងទេអរគុណជួបគ្នាវីដេអូក្រោយ